Tiện thôi nângรูปភាពកំជ្រួចនេះដូចអ្នកទាំងអស់គ្នាបានឃើញនឹងការបាញ់ទាំងខាងលើហ្នឹងគឺក្របដំបូងគេហ្នឹងគឺក្របលេខ4ក្របលេខ4គឺក្របនៅកណ្ដាលគេហ្នឹងហើយនៅក្នុងវីដេអូនេះគឺខ្ញុំមាននៅក្នុង channel ខ្ញុំមាន post ទាំងលេខ3លេខ4លេខ5អ្នកទាំងអស់គ្នាអាចពិនិត្យមើលតាមលេខតាមការសរសេររបស់ខ្ញុំទៅហើយកំប៉ុងវាមាន3មានទៀបជាងគេហ្នឹងលេខ3កណ្ដាលលេខ4ខ្ពស់ជាងគេលេខ5ហើយក្របដូចគ្នាមានលេខ3លេខ4លេខ5ចំពោះក្នុងការបាញ់យើងដាក់កំប៉ុងឈរទៅលើទៅហើយកេះដុតដល់ចេញជាការស្រេចការបាញ់គឺយើងទាញខ្សែវាពណ៌ក្រហមនឹងទម្លាក់ចូលក្នុងកំប៉ុងហើយយើងកេះដុតដល់ចេញចំពោះកំប៉ុងគឺយើងចង់បញ្ឈរទៅលើហើយគ្រាប់យើងបាញ់ទៅតាមຂະຫນាតតាមបំពង់លេខ3បាញ់លេខ3